ប្រទេសថៃនៅពេលនេះក៏អាចផលិតអាវុធធុនតូចបានដោយខ្លួនឯងរួមទាំងអាវុធ Rafale ឬក៏ Piston ជាដើមថាតើប្រទេសថៃធ្វើបានអ្វីខ្លះនឹងត្រូវបកស្រាយក្នុងវីដេអូមួយនេះហើយបញ្ជាក់មិនមែនជាការអួតនោះទេប៉ុន្តែគឺជាការពិតដែលយើងគួរតែដឹងសូមបងប្អូនជួយ share នៅវីដេអូមួយនេះថាវាសំខាន់មែនទែនក្នុងការយល់ដឹងរឿងរ៉ាវមួយនេះផងដែរប្រទេសថៃមានអាជ្ញាប័ណ្ណក្នុងការផ្គុំអាវុធឬក៏ថែទាំអាវុធឬក៏អាចឈានទៅដល់ការផលិតអាវុធបានដោយខ្លួនឯងទៀតផងនៅពេលអនាគតការផលិតអាវុធធុនតូចរបស់ថៃភាគច្រើនគឺត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានអាវុធយុទ្ធភ័ណ្ឌកងទ័ពភូមិន្ទថៃរោងចក្រការពារជាតិដែលត្រូវបានគ្រប់គ្រងទៅដោយរដ្ឋនិងភាពជាដៃគូដែលមានអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនឯកជនអង្គការទាំងអស់នោះផ្ដោតទៅលើការគ្រប់គ្រងអាវុធក្នុងស្រុកការថែទាំនិងការគ្រប់គ្រងការបណ្ដុះបណ្ដាលជាជាងការនាំចេញការផលិតអាវុធធុនតូចក្នុងស្រុករបស់ថៃទី1ប្រទេសថៃផលិតកាំភ្លើង Type HK33 កាំភ្លើង Type 11គឺជានិមិត្តសញ្ញាសំខាន់បំផុតរបស់ការផលិតនៃកាំភ្លើងវៃក្នុងស្រុករបស់ប្រទេសថៃពួកគេផ្ដោតទៅលើការរចនាពី HK33 របស់អាល្លឺម៉ង់ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Heckler & Koch ហើយត្រូវបានផលិតដោយឃ្លាំងអាវុធយោធាថៃសម្រាប់កងទ័ពភូមិន្ទថៃក្នុងកំឡុងពេលសង្គ្រាមត្រជាក់និងក្រោយសង្គ្រាមត្រជាក់ប្រទេសថៃចង់កាត់បន្ថយការពឹងផ្អែកលើការគ្រប់គ្រងពីបរទេសជាពិសេសក្នុងកំឡុងពេលមានអស្ថិរភាពក្នុងតំបន់ការផលិតកាំភ្លើង Type 11ក្នុងស្រុកបានអនុញ្ញាតឲ្យប្រទេសថៃទទួលបាននូវបទពិសោធន៍ក្នុងការផលិតកាំភ្លើងវែងនិងការជួសជុលគ្រឿងបន្លាស់និងការថែទាំរយៈពេលវែងទោះបីជាកាំភ្លើង Type 11លែងជាកាំភ្លើងវែងជួសមុខទំនើបទៀតហើយក៏ដោយក៏វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអង្គភាពថ្មើរជើងរបស់ថៃសប្តាហ៍ថ្ងៃនេះវាស្ថិតនៅក្រោមអង្គភាពបម្រុងនឹងទូនទីបណ្ដោះបណ្ដាលវត្តមានជាបន្តបន្ទាប់របស់វាបង្ហាញថាប្រទេសថៃឲ្យតម្លៃទៅលើភាពធន់និងអាយុកាលសេវាកម្មយូរអង្វែងរបស់វាជាជាងការជំនួសជាប្រចាំជាមួយនឹងការរចនាថ្មីៗលក្ខណៈបច្ចេកទេសរបស់វាកាំភ្លើងវែងនេះបាញ់គ្រាប់រំសេវស្តង់ដារ 5.66x45 មីលីម៉ែត្ររបស់ NATO ដែលធ្វើឲ្យការដឹកជញ្ជូនគ្រាប់កាន់តែងាយស្រួលជាមួយនឹងស្វណ្ណមិត្តវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរំកិលយឺតដែលត្រូវបានគេស្គាល់ថាគឺមានភាពជឿជាក់ក្នុងលក្ខខណ្ឌដ៏លំបាកចម្ងាយបាញ់របស់វាគឺ400ម៉ែត្រដែលស័ក្តិសមសម្រាប់ការប្រយុទ្ធថ្មើរជើងនិងវាអាចបាញ់បានទាំងពាក់កណ្ដាលស្វ័យប្រវត្តិនិងស្វ័យប្រវត្តិពេញលេញទៀតផងទី2គឺជាស៊េរី M16 ឬក៏ M4 ដែលមានការផ្គុំនិងផលិតកម្មដែលមានអាជ្ញាប័ណ្ណប្រទេសថៃអាចផ្គុំជួសជុលនិងផលិតគ្រឿងបន្លាស់សម្រាប់គ្រួសារកាំភ្លើងវែង M16 ឬក៏ M4 ក្រោមអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិកកាំភ្លើងវែងទាំងអស់នេះបានរចនាឡើងដំបូងដោយ Koch ហើយឥឡូវនេះគឺជាស្តង់ដារនៃអាវុធទូទាំងកងទ័ពជើងគោកកងទ័ពជើងទឹកនិងកងទ័ពអាកាសរបស់ថៃជាជាងការនាំចូលកាំភ្លើងវែងពេញលេញពីបរទេសតែថៃផ្ដោតទៅលើការផ្គុំនិងថែទាំក្នុងស្រុកដែលកាត់បន្ថយការចំណាយរយៈពេលវែងនិងបង្កើនភាពត្រៀមខ្លួនជាមុនសមត្ថភាពរបស់វាគឺសំខាន់ណាស់ជាយុទ្ធសាស្ត្រក្នុងគ្រាដែលប្រទេសមានវិបត្តិឬការរំខានទៅដល់ការផ្គត់ផ្គង់ប្រទេសថៃអាចធ្វើឲ្យកាំភ្លើងវែងរបស់ខ្លួនដំណើរការបានដោយមិនចាំបាច់រងចាំការដឹកជញ្ជូនពីបរទេសលក្ខណៈពិសេសរបស់វាកាំភ្លើងទាំងអស់នោះប្រើប្រាស់គ្រាប់រំសេវរបស់ NATO ទំហំ 5.56x45 មីលីម៉ែត្រដំណើរការទៅដោយប្រព័ន្ធប៊ូឡុងបង្វិលដែលដំណើរការដោយហ្គាសនិងចម្ងាយបាញ់ប្រហែលជា500ទៅ600ម៉ែត្រជាធម្មតាពួកវាគឺប្រើប្រាស់បង់ស្តាណាំងចំនួន30គ្រាប់ដែលមានលក់ទូទាំងពិភពលោកនិងឆប់គ្នាជាមួយប្រព័ន្ធរបស់ NATO បន្ទាប់គឺជា Talwar TAR-21 ផលិតកម្មក្នុងស្រុកដែលមានអាជ្ញាប័ណ្ណដូចគ្នា Talwar TAR-21 គឺជាកាំភ្លើងវែងបែបប្រហារទំនើបមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Israel Weapons Industries និងតំណាងឲ្យកិច្ចខំប្រឹងប្រែងផលិតអាវុធធុនតូចទំនើបបំផុតមួយរបស់ប្រទេសថៃរហូតដល់ពេលនេះតែថៃផលិតនិងផ្គុំកាំភ្លើងនេះក្នុងស្រុកក្រោមអាជ្ញាប័ណ្ណហើយនាំចេញទៅអង្គភាពជួបមុខនៃកងកម្លាំងភូមិន្ទរបស់ថៃការទុកចិត្តទៅលើការផលិតដែលមានអាជ្ញាប័ណ្ណនៃកាំភ្លើងទំនើបបែបនេះគឺឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃជំនាញបច្ចេកទេសនិងការគ្រប់គ្រងគុណភាពការរចនាកាំភ្លើងនេះគឺសមស្របជាពិសេសសម្រាប់បរិយាកាសប្រតិបត្តិការរបស់ប្រទេសថៃសង្គ្រាមក្នុងព្រៃប្រតិបត្តិការទីក្រុងនិងបេសកកម្មដែលមានមូលដ្ឋាននៅលើយានយន្តសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីកាំភ្លើងខ្លីទាំងអស់នេះលក្ខណៈពិសេសរបស់វាកាំភ្លើងនេះគឺបាញ់គ្រាប់ទំហំ 5.56x45 មីលីម៉ែត្ររបស់ NATO ដែលប្រើប្លង់ ball pop ដែលដាក់បង់នៅពីក្រោយគន្លឹះដែលកាណុងគឺមានប្រវែងប្រហែលជា460មីលីម៉ែត្រនិងចម្ងាយបាញ់របស់វាគឺ500ម៉ែត្រទំហំតូចរបស់វាធ្វើឲ្យប្រសើរឡើងវិញនូវភាពបត់បែនខ្ពស់ដែលមិនចាំបាច់ប្រើប្រាស់កម្លាំងខ្លាំងទី4គឺជាកាំភ្លើងយន្ត Uzi ប្រទេសថៃផលិតនិងផ្គុំកាំភ្លើងយន្ត Uzi ក្រោមអាជ្ញាប័ណ្ណរបស់អ៊ីស្រាអែលអស់រយៈពេលច្រើនទសវត្សរ៍មកហើយ Uzi ត្រូវបានប្រើប្រាស់ដោយសារតែការរចនាដ៏សាមញ្ញរបស់វានិងភាពរឹងមាំដែលធ្វើឲ្យវាស័ក្តិសមសម្រាប់ការផលិតក្នុងស្រុកនិងសេវាកម្មរយៈពេលវែងរបស់ថៃវាបានក្លាយជាការប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងប៉ូលីសអង្គភាពពិសេសនិងក្រុមយានយន្តដែលត្រូវការអាវុធធុនតូចសម្រាប់ការប្រយុទ្ធចម្ងាយជិតទោះបីជាកាំភ្លើងទំនើបកំពុងតែមកជំនួសវាបន្តិចម្ដងក៏ដោយក៏ Uzi នេះបានដើរតួសំខាន់ក្នុងការជួយប្រទេសថៃកសាងបទពិសោធន៍ដំបូងក្នុងការផលិតអាវុធស្វ័យប្រវត្តិលក្ខណៈពិសេសរបស់វា Uzi គឺបាញ់គ្រាប់ទំហំ 9.19 មីលីម៉ែត្រដំណើរការដោយប្រព័ន្ធ blowback សាមញ្ញនិងចម្ងាយបាញ់គឺប្រហែលជា150ទៅ200ម៉ែត្រអត្រាបាញ់ប្រហែលជា600គ្រាប់ក្នុង1នាទីដែលវាស័ក្តិសមបំផុតក្នុងប្រតិបត្តិការសន្តិសុខក្នុងសង្កាត់ជិតៗនិងប្រតិបត្តិការទីក្រុងទី5គឺជាកាំភ្លើងខ្លីការផលិតនិងការផ្គុំដែលមានអាជ្ញាប័ណ្ណដូចគ្នាប្រទេសថៃអាចផ្គុំនិងផលិតកាំភ្លើងខ្លីបានដោយខ្លួនឯងក្រោមអាជ្ញាប័ណ្ណដែលភាគច្រើនគឺសម្រាប់ការបម្រើការងារយោធានិងប៉ូលីសអស់នោះគឺរួមមានកាំភ្លើងខ្លីបែប
Beretta កំភ្លើងខ្លីបែបឆ្នាំ1911និងការផ្គុំប្រភេទ Glock ដែលមានកំណត់ការផលិតក្នុងស្រុកគឺធានានៅការបត់បែនខ្ពស់ក្នុងការផ្គត់ផ្គង់អាវុធនៅចំហៀងនិងគ្រឿងបន្លាស់ជាប្រចាំសម្រាប់មន្ត្រីទូទាំងសាខាទាំងអស់នៃកងកម្លាំងសន្តិសុខរបស់ថៃកំភ្លើងខ្លីមិនត្រូវឲ្យគេផលិតឡើងសម្រាប់ការនាំចេញពាណិជ្ជកម្មនោះទេការផ្ដោតសំខាន់គឺផ្ដោតទៅលើការប្រើប្រាស់របស់រដ្ឋាភិបាលនិងការបណ្ដុះបណ្ដាលកំភ្លើងខ្លីភាគច្រើនរបស់ថៃគឺប្រើប្រាស់គ្រាប់9x19 មីលីម៉ែត្រដំណើរការក្នុងរបៀបពាក់កណ្ដាលស្វ័យប្រវត្តិនិងមានសមត្ថភាពក្នុងការដាក់គ្រាប់ពី8ទៅ15គ្រាប់ផ្សាយទៅលើ model និងទូរនទីរបស់វាបងប្អូនប្រទេសថៃគឺមានរចនាកំភ្លើងវាយប្រហារក្នុងស្រុករបស់ខ្លួនឯងនោះទេប៉ុន្តែគឺជាការផ្គុំនិងការថែទាំប៉ុន្តែនៅពេលអនាគតប្រទេសថៃនឹងរៀនពីបរទេសក្នុងការផលិតវាបានដោយខ្លួនឯងនោះហើយយុទ្ធសាស្ត្ររបស់ប្រទេសថៃគឺផ្ដោតទៅលើការផលិតដែលមានអាជ្ញាប័ណ្ណការផ្គុំក្នុងស្រុកការថែទាំនិងការធ្វើផ្សារឡើងវិញវិធីសាស្ត្រនេះផ្ដល់ឲ្យការគ្រប់គ្រងអាចទុកចិត្តបាននិងកាត់បន្ថយការចំណាយរយៈពេលវែងនិងធានាបាននូវភាពពឹងផ្អែកលើខ្លួនឯងសម្រាប់សន្តិសុខក្នុងផ្ទៃក្នុងនិងការការពារជាតិជាជាងការកត់បច្ច័យនៅក្នុងទីផ្សារនៃអាវុធនាំចេញសកលតែបងប្អូនគឺចំណាដែរអំពីរឿងរ៉ាវមួយនេះអាចខមមិននៅក្រោមវីដេអូមួយនេះបានហើយស្គិបតែកម្ពុជារបស់យើងនឹងអាចធ្វើបានដូចគេដែរចំពោះការគ្រប់គ្រងនិងការថែទាំឬក៏ដូចជាការផ្គុំអាវុធផងដែរដែលមានកិច្ចសហប្រតិបត្តិការពីបរទេសឬក៏ទិញអាជ្ញាប័ណ្ណពីបរទេសដើម្បីធ្វើការនៅរឿងមួយនេះដើម្បីកាត់បន្ថយការចំណាយរយៈពេលវែងនៃកងកម្លាំងរបស់កម្ពុជារបស់យើងបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube Subscribe នៅ YouTube Channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណាងល្អដល់ក្រុមគ្រួសារសូមអរគុណ